បាទជំរាបសួរពុកម៉ែបងប្អូននៅលើនេះខាងក្រុមហ៊ុន MT យើងខ្ញុំកំពុងតែស្ថិតនៅក្នុងប្រទេសខ្មែរហើយក៏កំពុងតែចេញដំណើរទៅខាងក្រុងបានឡុងខេត្តរតនគិរីគឺចុះទៅមើលចំការអាមេរិកដោយម្ចាស់ចំការអាមេរិកហ្នឹងគឺបានអញ្ជើញខាងក្រុមហ៊ុន MT យើងខ្ញុំពីប្រទេសថៃផ្ទាល់ដោយអ្នកបច្ចេកទេសថៃមកតែម្ដងដើម្បីជួយដោះស្រាយទៅលើបញ្ហាអាមេរិកគាត់និងជួយចែករំលែកពីផលប៉ះពាល់អាមេរិកនិងការថែរក្សាអាមេរិកដើម្បីទទួលបានទិន្នផលខ្ពស់ផងដែរសម្រាប់ចំការអាមេរិកគាត់នេះផងដែរគឺគាត់មានការដាំប្រភេទពូជ3ប្រភេទដោយប្រភេទពូជស្រីលង្កានិងប្រភេទពូជម៉ាឡេជាមួយនឹងប្រភេទពូជកំពតសម្រាប់ការប្រមូលផលពូជទាំង3នេះម្ចាស់ចំការគឺប្រមូលផលតគ្នាអញ្ចឹងគឺគាត់ក្នុងការប្រមូលផលនេះផងដែរគឺគាត់ត្រូវតែមានបច្ចេកទេសក្នុងការប្រមូលផលនិងការថែទាំផងដែរដើម្បីទទួលបានទិន្នផលនឹងគឺបេះតគ្នាផងដែរខាងក្រុមហ៊ុនយើងខ្ញុំគឺចុះមកផ្ទាល់នេះគឺមិនមានការគិតប្រាក់ផងដែរពីម្ចាស់ចំការបង្រៀនតាំងពីការចាប់ផ្ដើមរហូតដល់ការប្រមូលផលតែម្ដងมาเลยว่าដងដើមខុសគ្នាតើทำไมតែទឹកខ្ញុំស្ទើរដែរដូចខ្ញុំនិយាយវាបញ្ហាដែលកំពុងគឺថាស្ទើរទឹកហើយខ្ញុំមិនដាក់ទីបាទព្រោះខ្ញុំទី1គឺអត់លុយបាទបាទឆ្នាំពលបានតិចតួចបំផុត